សួស្តីបងប្អូនទាំងអស់គ្នាសម្រាប់វីដេអូមួយនេះគឺខ្ញុំនឹងចែករំលែកអំពីរបៀបចាប់ផ្ដើមក្នុងការមកគិតបែបវិជ្ជមានអញ្ចឹងសម្រាប់អ្នកដែលមានអារម្មណ៍ថាជីវិតកំពុងជួបបញ្ហាឬមិនដឹងថាត្រូវចាប់ផ្ដើមពីចំណុចមួយណាអញ្ចឹងអាចមើលវីដេអូនេះបានមានរឿងមួយដែលមនុស្សភាគច្រើនមិនដឹងទេការគិតវិជ្ជមានគឺមិនមែនមានន័យថាការធ្វើពុតជាសប្បាយឬមិនអើពើនឹងបញ្ហានោះទេវាជាការបណ្ដោះនៅផ្នត់គំនិតថ្មីដែលជួយឲ្យយើងមើលឃើញដំណោះស្រាយជំនួយឲ្យការផ្ដោតទៅលើបញ្ហាតោះអញ្ចឹងយើងចាប់ផ្ដើមទាំងអស់គ្នាដើម្បីចាប់ផ្ដើមការគិតវិជ្ជមានរបស់យើងអញ្ចឹងដំបូងគឺខ្ញុំសូមណែនាំចំនួន5ចំណុចអញ្ចឹងចំណុចទី1គឺយើងត្រូវទទួលស្គាល់អារម្មណ៍ខ្លួនឯងបានន័យថាការទទួលស្គាល់អារម្មណ៍របស់យើងណាគឺមិនមែនមានន័យថាយើងចោះចាញ់ជាមួយនឹងបញ្ហាអីមួយទេប៉ុន្តែទៅវិញគឺវាមានការទទួលស្គាល់ថាខ្ញុំកំពុងតែមានអារម្មណ៍បែបហ្នឹងដើម្បីឲ្យយើងនឹងអាចស្វែងរកដំណោះស្រាយឲ្យបានត្រឹមត្រូវហើយពេលដែលយើងព្យាយាមលាក់ឬក៏បដិសេធអារម្មណ៍អវិជ្ជមានរបស់យើងនឹងគឺវាអាចកាន់តែធ្វើឲ្យបញ្ហាហ្នឹងគឺកាន់តែធ្ងន់ធ្ងរឡើងទៅឧទាហរណ៍ដូចជាប្រសិនបើយើងកំពុងតែបរាជ័យនៅក្នុងការងារឬក៏ក្នុងការប្រឡងមុននឹងនិយាយថាខ្ញុំមិនអីទេហ្នឹងណាគឺយើងត្រូវទទួលស្គាល់សិនថាខ្ញុំពិតជាខកចិត្តមែនប៉ុន្តែខ្ញុំអាចរៀនពីបទពិសោធន៍មួយនេះហើយចាប់ផ្ដើមម្ដងទៀតអញ្ចឹងការគិតបែបនេះគឺនឹងជួយឲ្យយើងនឹងមានកម្លាំងចិត្តនិងឈានទៅរកការផ្លាស់ប្ដូរបែបវិជ្ជមានដូចគ្នាអញ្ចឹងចូលចំណុចទី2ចំណុចទី2គឺការផ្លាស់ប្ដូររបៀបនិយាយជាមួយនឹងខ្លួនឯងអញ្ចឹងសម្រាប់ការនិយាយជាមួយខ្លួនឯងហ្នឹងក៏វាមានផលប៉ះពាល់តិចតួចជាមួយនឹងការគិតវិជ្ជមានរបស់យើងដែរអញ្ចឹងជំនួសឲ្យការនិយាយថាខ្ញុំធ្វើមិនបានអាចសូមបដូរទៅជាថាខ្ញុំកំពុងតែរៀនធ្វើវាហើយខ្ញុំនឹងកាន់តែប្រសើរឡើងជារៀងរាល់ថ្ងៃអញ្ចឹងពាក្យដែលយើងនិយាយជាមួយនឹងខ្លួនឯងវាមានឥទ្ធិពលខ្លាំងទៅលើការគិតនិងសកម្មភាពអារម្មណ៍ក៏ដូចជាទំនុកចិត្តក្នុងការសម្រេចចិត្តរបស់យើងដូចគ្នាឧទាហរណ៍ថាបើសិនជាយើងបរាជ័យក្នុងការប្រឡងមួយលើកកុំគិតថាខ្ញុំនឹងល្ងងប៉ុន្តែត្រូវគិតថានេះជាបទពិសោធន៍ហើយលើកក្រោយហ្នឹងគឺខ្ញុំនឹងត្រៀមខ្លួនឲ្យបានល្អជាងមុននេះគឺជាវិធីដែលជួយឲ្យយើងរីកចម្រើននិងមិនងាយបោះបង់ដូចគ្នាចំណុចទី3គឺយើងត្រូវផ្ដោតទៅលើរឿងតូចជារៀងរាល់ថ្ងៃរបស់យើងជារៀងរាល់ថ្ងៃយើងអាចចំណាយពេលត្រឹម2ទៅ5នាទីនៃចុងថ្ងៃនីមួយៗរបស់យើងនឹងដើម្បីសរសេររឿង3យ៉ាងដែលយើងដឹងគុណអញ្ចឹងរឿងតូចៗហ្នឹងយើងអាចធ្វើអីខ្លះដូចជាចំណាយពេលត្រឹមតែ2ទៅ5នាទីក្នុងចុងថ្ងៃរបស់យើងទៅដើម្បីសរសេរនៅរឿងល្អ3យ៉ាងដែលយើងដឹងគុណឬក៏យើងរីករាយដែលបានកើតឡើងនៅក្នុងថ្ងៃហ្នឹងវាអាចជារឿងតូចដូចជាការញ៉ាំអាហារឆ្ងាញ់បានទទួលនៅស្នាមញញឹមពីនរណាម្នាក់ឬក៏បញ្ចប់ការងារណាមួយដោយជោគជ័យឧទាហរណ៍យើងអាចគិតមើលថាតើថ្ងៃនេះខ្ញុំអាចសរសេរថាខ្ញុំដឹងគុណដែលខ្ញុំមានសុខភាពល្អត្រូវអត់ពីព្រោះមួយថ្ងៃយើងចំណាយពេលធ្វើការអីពេញមួយថ្ងៃអញ្ចឹងដល់ពេលល្ងាចឡើងគឺយើងត្រូវដឹងគុណថាយើងមានសុខភាពល្អដែលអាចធ្វើឲ្យយើងមានពេលវេលាមកដល់ពេលនេះអញ្ចឹងណាអញ្ចឹង clear ទី2យើងអាចទៅសេថាឧទាហរណ៍ថាខ្ញុំរីករាយដែលបានចំណាយពេលជាមួយនឹងគ្រួសាររបស់ខ្ញុំអញ្ចឹងនៅពេលដែលពេញមួយថ្ងៃយើងបញ្ចប់ការងារអីរួចរាល់ហ្នឹងយើងមកដល់ផ្ទះវិញក៏យើងបានជួបជុំគ្រួសាររបស់យើងអញ្ចឹងក៏យើងត្រូវដឹងគុណដែរហើយនឹង clear ទី3ហ្នឹងឧទាហរណ៍ដូចជាថាខ្ញុំសប្បាយចិត្តដែលបានរៀនអ្វីថ្មីមួយអញ្ចឹងយើងគិតមើលថាតើពេលដែលយើងនៅធ្វើការឬក៏នៅកន្លែងណាមួយដែលនៅខាងក្រៅហ្នឹងយើងអាចរៀនបានអីខ្លះថ្ងៃហ្នឹងយើងអាចរៀនបានអីខ្លះមិនថាតែនៅខាងក្រៅទេនៅក្នុងផ្ទះក៏ដោយឧទាហរណ៍ថាយើងរៀនបានម្ហូបអីមួយយើងឬក៏យើងរៀនអ្វីថ្មីមួយដែលយើងមិនធ្លាប់ដឹងក៏យើងអាចទៅសេណូតចុះមកបានដែរអញ្ចឹងអាទម្លាប់តូចៗទាំងអស់ហ្នឹងវានឹងធ្វើឲ្យខួរក្បាលរបស់យើងផ្ដោតទៅលើតែរឿងល្អៗជំនួសឲ្យការចាប់អារម្មណ៍តែលើតែបញ្ហាអញ្ចឹងហើយវាអាចបង្វៀងអារម្មណ៍របស់យើងមកគិតអ្វីដែលល្អបន្តិចសម្រាប់ចំណុចទី4គឺយើងព្យាយាមនៅចិត្តមនុស្សដែលផ្ដល់ធម៌ពលវិជ្ជមានមកដល់យើងអញ្ចឹងក្នុងការជ្រើសរើសមនុស្សដែលនៅក្បែរគឺសំខាន់ដែរយើងត្រូវជ្រើសរើសមនុស្សដែលជួយលើកទឹកចិត្តយើងជំរុញយើងឲ្យបានរីកចម្រើនកាត់បន្ថយការចំណាយជាមួយនៅអ្វីដែលធ្វើឲ្យយើងអស់កម្លាំងមនុស្សដែលនៅជាមួយយើងមនុស្សដែលនៅជុំវិញខ្លួនយើងនឹងតែម្ដងគឺគាត់ពិតជាមានឥទ្ធិពលយ៉ាងខ្លាំងទៅលើរបៀបដែលយើងគិតនិងអារម្មណ៍របស់យើងដូច្នេះហើយយើងត្រូវជ្រើសរើសនៅចិត្តមនុស្សដែលតែងតែលើកទឹកចិត្តយើង
ផ្ដល់ដំណោមានល្អឬក៏ជំរុញឲ្យយើងមានការរីកចម្រើនយើងក៏អាចកាត់បន្ថយនៅការចំណាយជាមួយនឹងមនុស្សឬក៏បរិយាកាសដែលបង្កើននៅភាពអវិជ្ជមានឲ្យយើងហើយដែលធ្វើឲ្យយើងបាត់បង់ទំនុកចិត្តអីអញ្ចឹងទៅអញ្ចឹងឧទាហរណ៍ថាបើសិនជាយើងមានមិត្តម្នាក់ដែលតែងតែនិយាយថាអ្នកអាចធ្វើបានសាកល្បងម្ដងទៀតមើលអ្នកនឹងមានកម្លាំងចិត្តបន្តទៅមុខអញ្ចឹងយើងនៅជាមួយមនុស្សបែបហ្នឹងវាល្អជាងបើសិនជាយើងទៅនៅជាមួយអ្នកដែលតែងតែរិះគន់ឬប្រាប់ថាយើងមិនអាចជោគជ័យបានទេនោះយើងនឹងបាត់បង់យើងនឹងបោះបង់នៅទំនុកចិត្តខ្លួនឯងអញ្ចឹងហើយការជ្រើសរើសមនុស្សដែលនៅចិត្តយើងគឺសំខាន់ណាស់យើងជ្រើសរើសនៅជាមួយមនុស្សដែលតែងតែលើកទឹកចិត្តយើងទើបអាចបង្កើនការវិជ្ជមានរបស់យើងនឹងរីកចម្រើនដូចគ្នាអូខេអញ្ចឹងចូលដល់ចំណុចទី5ហើយសម្រាប់ចំណុចទី5គឺយើងត្រូវតែធ្វើការអនុវត្តអ្វីដែលយើងរៀបរាប់ពីខាងលើមកហ្នឹងណាយើងត្រូវអនុវត្តបន្តិចម្ដងដោយមិនបាច់ចាំបាច់ល្អឥតខ្ចោះទេមិនមែនថាថ្ងៃហ្នឹងយើងធ្វើប៉ុណ្ណឹងត្រូវតែព្យាយាមធ្វើល្អឥតខ្ចោះទេមិនបាច់ទេគឺយើងព្យាយាមថ្ងៃហ្នឹងបន្តិចថ្ងៃហ្នឹងយើងធ្វើមិនតាមបានស្អែកយើងចាប់ផ្ដើមធ្វើវាទៅអញ្ចឹងការគិតវិជ្ជមានហ្នឹងណាវាក៏អាចក្លាយជាទម្លាប់វាមិនមែនជារឿងដែលកើតឡើងក្នុងមួយផ្លែតនឹងបានឬមួយថ្ងៃនឹងបានទេអញ្ចឹងយើងកុំដាក់សម្ពាធលើខ្លួនឯងថាអូខ្ញុំត្រូវគិតវិជ្ជមានអីចឹងព្រោះការផ្លាស់ប្ដូរការគិតវិជ្ជមាននេះត្រូវចាប់ផ្ដើមពីចំណុច1ទៅចំណុច1 step ក្នុងមួយថ្ងៃបើយើងធ្វើមិនបានស្អែកយើងចាប់ផ្ដើមធ្វើទៀតអញ្ចឹងនៅពេលដែលយើងព្យាយាមធ្វើជារៀងរាល់ថ្ងៃអញ្ចឹងទម្លាប់ការគិតវិជ្ជមានរបស់យើងគឺចាប់ផ្ដើមផ្លាស់ប្ដូរហើយយើងអាចចាប់អារម្មណ៍ដឹងខ្លួនឯងបានហ្មងប្រសិនបើពីមុនណាយើងតែងតែគិតអវិជ្ជមានហ្នឹង10ដងក្នុងមួយថ្ងៃប៉ុន្តែថ្ងៃនេះយើងអាចកាត់បន្ថយនៅសល់តែ8ដងវាក៏ជាការរីកចម្រើនមួយដែលមានតម្លៃសម្រាប់យើងហើយអញ្ចឹងបើថ្ងៃហ្នឹងយើងអាចញញឹមបានច្រើនជាងម្សិលមិញហ្នឹងក៏ជាជោគជ័យមួយដែរអញ្ចឹងសម្រាប់ការគិតវិជ្ជមានវានៅតែចាប់ផ្ដើមពីការអនុវត្តបន្តិចម្ដងអញ្ចឹងសូមចងចាំថាការរីកចម្រើនតូចវាប្រមូលផ្ដុំគ្នានឹងក្លាយទៅជាការផ្លាស់ប្ដូរដ៏ធំមួយនៅថ្ងៃអនាគតដូច្នេះកុំប្រៀបធៀបខ្លួនឯងជាមួយនឹងអ្នកដទៃប៉ុន្តែប្រៀបធៀបខ្លួនឯងជាមួយនឹងម្សិលមិញហើយបន្តដើរទៅមុខមួយជំហានអញ្ចឹងសម្រាប់ពេលនេះគឺអ្នកទាំងអស់គ្នាអាចបានស្គាល់នៅ5ជំហានដើម្បីចាប់ផ្ដើមពីការគិតវិជ្ជមានរបស់យើងណាពីចំណុច0ហើយបើសិនជាអ្នកទាំងអស់គ្នាចង់រៀនបន្ថែមអំពីរបៀបបង្កើតទម្លាប់វិជ្ជមានឬក៏បង្កើតទំនុកចិត្តទៅលើខ្លួនឯងសូមចុចវីដេអូដែលបានបង្ហាញនៅលើអេក្រង់នេះឬក៏អាចចូលទៅមើលនៅក្នុង channel របស់ខ្ញុំដើម្បីបានឃើញវីដេអូសម្រាប់ការលើកទឹកចិត្តបន្តទៀតសូមអរគុណសម្រាប់ការទស្សនាហើយជួបគ្នានៅវីដេអូក្រោយ